ពេលយើងចុះទៅល្បាតមានដើមឈើធំមានបន្លែមានអីយើងអាចបេះយកមកផ្ទះបានអ្នកខ្លះគិតយកទៅលក់បេះបន្លែបេះផ្លែឈើអីយកទៅលក់តែពេលឥឡូវអត់មានទេពីមុនព្រៃក្រាស់តែឥឡូវនៅសល់តិចតួចមែនតើអត់សូវមានព្រៃឈើដូចពីមុនទេអ្នកខ្ញុំយុនស្រីមុំសូមគោរពជម្រាបសួរនាងកញ្ញាលោកស្រីប្រិមត្តទស្សនិកជនទាំងអស់ជាទីគោរពសូមស្វាគមន៍មកកាន់កម្មវិធី podcast ថ្មីមួយដែលមានឈ្មោះថាកសិកម្មក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរកម្មវិធី podcast មួយនេះបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់យុវជនស្ត្រីជនជាតិដើមភាគតិចជនមានពិការភាពនៅក្នុងតំបន់ភូមិភាគឦសានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានคล้ายៗអំពីការប្រែប្រួលអាកាសធាតុ podcast នេះរៀបចំឡើងក្រោមគម្រោងមេគង្គរីកចម្រើនផលិតដោយវិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដឹកនាំអនុវត្តគម្រោងដោយអង្គការ CARE កម្ពុជាគាំទ្រថវិកាដោយរាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកិច្ចសហការក្នុងភាពជាដៃគូមេគង្គអូស្ត្រាលីប្រិយមិត្តទស្សនិកជនទាំងអស់ជាទីគោរព podcast ដំបូងរបស់យើងថ្ងៃនេះយើងនឹងជជែកពិភាក្សាទៅលើប្រធានបទយុវជនជនជាតិដើមភាគតិចនិងការប្រែប្រួលអាកាសធាតុក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីទូនីតិនិងសកម្មភាពដែលយុវជនអាចធ្វើបាននិងជំរុញឲ្យយុវជនចូលរួមសកម្មតាក់ទងជាមួយនឹងការផ្សព្វផ្សាយព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុដើម្បីទប់ស្កាត់ព័ត៌មានคล้ายៗពីការប្រែប្រួលអាកាសធាតុតើយុវជនជនជាតិដើមភាគតិចអាចចូលរួមសកម្មភាពអ្វីខ្លះដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុតើនៅតំបន់ជនជាតិដើមភាគតិចមានការប្រែប្រួលអាកាសធាតុឬការកាប់បំផ្លាញព្រៃឈើដែរឬទេប្រិមិត្តនៅថ្ងៃនេះយើងក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសរបស់យើងផងដែរដែលគាត់គឺជាស្ត្រីជនជាតិដើមភាគតិចនៅតំបន់ភាគឦសានឥឡូវនេះយើងមកជួបជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដូចតទៅចា៎ជម្រាបសួរចា៎ជម្រាបសួរកញ្ញាចា៎ជាដំបូងសូមកញ្ញាជួយណែនាំឈ្មោះក៏ដូចជាទូនីតិទៅកាន់ប្រិមិត្តឲ្យគាត់បានស្គាល់ផងចា៎ចា៎ជម្រាបសួរនេះខ្ញុំឈ្មោះរ៉ាម៉ារស្មីហើយជាជនជាតិដើមភាគតិចចារ៉ែនៅខេត្តរតនគិរីហើយសប្តាហ៍ថ្ងៃខ្ញុំធ្វើការស្ម័គ្រចិត្តនៅក្នុងមណ្ឌលនៅភូមិឡុំនៅភូមិរបស់ខ្ញុំផ្ទាល់ចា៎អរគុណច្រើនកញ្ញាដោយសារតែប្រធានបទនៃកម្មវិធីរបស់យើងជជែកទៅលើយុវជនជនជាតិដើមភាគតិចនិងការប្រែប្រួលអាកាសធាតុអញ្ចឹងចង់ដឹងពីកញ្ញាដែរថាតើកញ្ញាធ្លាប់បានចូលរួមសកម្មភាពអ្វីខ្លះដែលអាចបញ្ជាក់បានថាជាការចូលរួមមួយនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុចា៎ដូចជាការដាំដើមឈើការបោះសម្អាតទីធ្លាឬក៏ការដែលយើងមិនដុតសម្រាមចោលផ្ដេសផ្ដាសជាដើមចា៎នេះខ្ញុំធ្លាប់ចូលរួមជាមួយអាជ្ញាធរនៅក្នុងការដាំដើមឈើហើយនៅក្នុងសហគមន៍របស់យើងដាំនៅក្នុងសាលារៀនហើយនៅកន្លែងមណ្ឌលដែលយើងធ្វើការនឹងដែរយើងព្យាយាមដាំយើងយកដើមឈើមកពីព្រៃដាំវាដុះមកទូចយើងកុំឲ្យវាបាត់បង់ហើយនៅពេលដែលគេកាប់បំផ្លាញអស់ទៅយើងអាចមាននៅក្នុងភូមិរបស់យើងដែរចា៎អញ្ចឹងការចូលរួមចំណែកចម្បងបំផុតហ្នឹងគឺការចូលរួមដាំដើមឈើចា៎មានសកម្មភាពណាមួយផ្សេងទៀតដែរទេកញ្ញាចា៎កម្មភាពផ្សេងទៀតគឺដុតសម្រាមគឺយើងអត់ឲ្យដុតសម្រាមផ្ដេសផ្ដាសបានទេវាអាចបង្កមកជាខ្យល់ប៉ះពាល់ដល់សុខភាពដល់ប្រជាពលរដ្ឋចា៎អញ្ចឹងកុំដុតសម្រាមពីវាលពីកាចា៎ហើយដើម្បីកុំឲ្យដុតសម្រាមពីវាលពីកាពេលខ្លះយើងក៏កាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដូចគ្នាដែរចា៎មានសកម្មភាពមួយទៀតដែរដោយសារតែពីនាងខ្ញុំក៏បានដឹងដែរថាបងប្អូនជនជាតិដើមភាគតិចរបស់យើងជាច្រើនគឺគាត់អាស្រ័យផលទៅលើអនុផលព្រៃឈើដែរអញ្ចឹងពីកញ្ញាយល់ថាធនធានធម្មជាតិនិងបរិស្ថានមានសារៈសំខាន់បែបណាដែរសម្រាប់សហគមន៍ជនជាតិដើមភាគតិចចា៎បើសម្រាប់ធនធានធម្មជាតិហើយនិងបរិស្ថានមានសារៈសំខាន់សម្រាប់ជនជាតិដើមភាគតិចពីព្រោះធនធានធម្មជាតិវាជាអនុផលមួយសម្រាប់ជនជាតិដើមភាគតិចដែលគាត់អាចរកបន្លែរកផ្លែឈើនៅតាមព្រៃឬក៏ត្រីដូចត្រីអញ្ចឹងទៅយើងចាប់ចាយើងស្ទូចយើងមិនទៅយកដេកឆក់យកទៅឆក់ទេយើងអាចប្រើបានទេពីមុនមកគឺយើងអត់មានទេយើងរកទៅតាមប្រពៃណីរបស់ជនជាតិដើមភាគតិចយើងចាក្នុងជ្រុងមួយដែរដោយសារតែតំបន់ខេត្តរតនគិរីក៏អាចជាតំបន់ទេសចរដែរអញ្ចឹងនៅពេលដែលបរិស្ថានឬក៏ធនធានធម្មជាតិនៅសល់ច្រើនអាចជាចំណែកមួយដែលយើងអាចលើកស្ទួយវិស័យទេសចរដែរទេចាអាចធ្វើជាកន្លែងមួយសម្រាប់ភ្ញៀវទេសចរឲ្យគាត់ទៅទស្សនាទៅមើលពីតំបន់ជនជាតិដើមភាគតិចហើយថាការរស់នៅរបស់ជនជាតិដើមភាគតិចឬក៏នៅទីនោះមានអនុផលព្រៃឈើអីខ្លះនៅក្នុងព្រៃនឹងយើងអាចហូបផ្លែបានឬក៏បន្លែផ្លែឈើដែលយើងបេះមកពីព្រៃនឹងឲ្យពួកគាត់បានឃើញនៅពេលដែលព្រៃឈើនៅតែ
មានចា គេថាវិស័យទេសចរអាចធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះរីកចម្រើនបែបណាដែរដូចជាចំណូលជាដើមចា៎ ចាបើធនធានធម្មជាតិអាចផ្ដល់ចំណូលដល់ប្រជាពលរដ្ឋបាននៅពេលដែលមានភ្ញៀវទេសចរទៅយើងអាចយកថវិកាហ្នឹងយកទៅជួយដល់សហគមន៍យើងដែរជាអាចគង់ហើយកាត់បន្ថយការចំណាយក៏ចាយវានៅតាមតំបន់ផ្សេងដែរនៅពេលដែលមានភ្ញៀវទេសចរទៅគេស្គាល់កាន់តែច្រើនកាន់តែមានភ្ញៀវទេសចរទៅកាន់តែច្រើនដែរ ចាថវិកាក៏បាន ចាក៏បាន អញ្ចឹងរីកចម្រើនទាំងវិស័យទេសចរនៅតំបន់នោះដែរចាប៉ុន្តែពីជ្រុងម្ខាងទៀតដែរកញ្ញារស្មីដោយសារតែយើងសង្កេតតាក់ទងជាមួយនឹងបញ្ហាការប្រែប្រួលអាកាសធាតុចាហើយកញ្ញាគឺជាអ្នកជនជាតិដើមភាគតិចស្រាប់ដែរចាសង្កេតឃើញបែបណាដែរពីមុននិងបច្ចុប្បន្នការប្រែប្រួលអាកាសធាតុនឹងមានការផ្លាស់ប្ដូរបែបណាដែរចាសម្រាប់ការប្រែប្រួលអាកាសធាតុគឺវាប្រែប្រួលច្រើនព្រោះពីមុនមកនៅទីនោះត្រជាក់ខ្លាំងចាឲ្យតែលើខេត្តរតនគិរីគឺដឹងតែត្រជាក់ហើយដល់ពេលសម័យឥឡូវចាស់ក៏គាត់និយាយដែរក៏គាត់លូដែរតាំងពីអស់ព្រៃឈើមកកាន់តែក្តៅទៅហើយវាអត់ត្រជាក់ដូចកាលមុនទេកាលមុនពេលយប់អីហ្នឹងយើងនៅនិយាយថាយើងតតែអាំងភ្លើងចាស់ទៅងើបព្រលឹមឡើងឃើញតាមផ្ទះមួយយើងកាត់ភ្លើងអាំងភ្លើងដល់ពេលឥឡូវអត់មានទេវាអត់សូវត្រជាក់ដូចពីមុនវាកាត់តែជាក្តៅវិញហើយខ្យល់ក៏វាអត់ដូចពីមុនដែរមិនមែនខ្យល់បរិសុទ្ធដែរពីខាងដើមកញ្ញាបានលើកឡើងថាដោយសារតែមានការកាប់បំផ្លាញព្រៃឈើចាតើវាជាការកាប់បំផ្លាញទ្រង់ទ្រាយធំឬក៏យ៉ាងណាដែរវាទ្រង់ទ្រាយធំដែរពីមុនព្រៃហ្នឹងក្រាស់យើងក៏អត់អាចដឹងបានច្រើនដែរព្រោះយើងមិនមែនអ្នកជំនាញខាងហ្នឹងដែរដល់ពេលយើងឃើញជាក់ស្ដែងពេលយើងទៅព្រៃឈើហ្នឹងអស់មែនពីមុនមកនៅច្រើនកាលយើងនៅក្មេងយើងធ្លាប់ដើរចូលព្រៃឃើញផ្លែឈើឃើញដើមឈើធំមែនតើដល់ពេលឥឡូវអត់មានសោះដើមឈើធំហ្នឹងគេកាប់អស់លេងចឹងនៅពេលដែលដើមឈើធំត្រូវបានបាត់បង់តើវាប៉ះពាល់ទៅដល់សហគមន៍នៅទីនោះបែបណាដែរវាប៉ះពាល់ច្រើនព្រោះយើងអត់អាចរកបន្លែរកអីបានទិន្នផលអីនៅក្នុងនឹងបានទេព្រោះព្រៃឈើហ្នឹងយុវជនពីមុនមកយុវជនទៅថែរក្សាដែរចូលល្បាតយកពេលយើងចុះទៅល្បាតមានដើមឈើធំមានបន្លែមានអីយើងអាចបេះយកមកផ្ទះបានអ្នកខ្លះគេយកទៅលក់បេះបន្លែបេះផ្លែឈើអីយកទៅលក់តែពេលឥឡូវអត់មានទេពីមុនព្រៃក្រាស់តែឥឡូវនៅសល់តិចតួចមែនតើអត់សូវមានព្រៃឈើដូចពីមុនទេចង់បានថាពីមុនមកចាព្រៃឈើនៅសល់ច្រើនប្រជាពលរដ្ឋនៅទីនោះរកអនុផលព្រៃឈើបានល្អប្រសើរដែរប៉ុន្តែនៅពេលដែលព្រៃត្រូវបានស្ដាងទៅប្រជាពលរដ្ឋក៏ពិបាកនៅក្នុងការរកអនុផលព្រៃឈើវាឆ្ងាយមានកន្លែងផ្សេងទៀតវាឆ្ងាយនៅតាមភូមិគេផ្សេងទៀតទៅយើងនិយាយថាយើងអត់អាចទៅកន្លែងផ្សេងឆ្ងាយពីផ្ទះបានទេព្រោះយើងត្រូវតែចំណាយសាំងយើងដែរដល់ពេលយើងទៅយើងត្រូវការជិះម៉ូតូទៅវាឆ្ងាយដល់ពេលនៅជិតផ្ទះយើងព្រៃសហគមន៍របស់យើងមានដល់ពេលអញ្ចឹងទៅយើងដើរទៅក៏ដល់ដែរដល់ពេលបាត់បង់អស់អញ្ចឹងទៅយើងពិបាកក្នុងការរស់នៅដែរហើយប្រកបរកទិន្នផលអីក្នុងនោះទាំងអស់ហើយជីវភាពរបស់ប្រកបក៏ពិបាកដែរប៉ុន្តែបច្ចុប្បន្នកញ្ញារស្មីនៅតែរកអនុផលព្រៃឈើដែរណោះនៅតែរកជារឿងរាល់ថ្ងៃដល់ពេលដល់ខែដល់រដូវយើងដែររយយកទៅលក់ឬក៏សម្រាប់នៅក្នុងការគ្រប់គ្រងគ្រួសារសម្រាប់ដើររហ្នឹងគឺគ្រប់គ្រងគ្រួសាររបស់យើងទេយើងមកល្មមមករួចមកពេលយើងអាចយើងមិនចាំបាច់ទៅទិញគេទេគេថាដាក់មកកផាហើយរួចមួយថ្ងៃឬក៏មួយពេលដែរប៉ុន្តែជាទូទៅតាមការសង្កេតរបស់កញ្ញារស្មីផ្ទាល់តែម្ដងគឺថានៅពេលដែលប្រជាសហគមន៍នៅទីនោះមានវិធីសាស្ត្របែបណាដែរនៅក្នុងការការពារបរិស្ថានសម្រាប់ការពារបរិស្ថានយើងកុំកាប់បំផ្លាញព្រៃឈើយើងព្យាយាមអន្តរាគមយើងព្យាយាមចុះល្បាតការពារព្រៃឈើរបស់យើងហើយព្យាយាមហៅយុវជនឲ្យប្រកួតបានចូលរួមហើយព្យាយាមស្នើសុំទៅដល់អាជ្ញាធរឲ្យគាត់ចុះមកពិនិត្យចុះមកមើលថានៅក្នុងសហគមន៍យើងគាត់ត្រូវការអីគាត់មានតម្រូវការអីខ្លះចឹងទៅប៉ុន្តែវិធីសាស្ត្រនៃការការពារបរិស្ថាននៅទីនោះសហគមន៍ជនជាតិដើមភាគតិចគាត់ធ្វើបែបណាដែរនៅទីនោះដោយសារយើងអត់សូវប្រើផ្លាស្ទិកច្រើនទេយើងមានជាស្លឹកចេកឬក៏ស្លឹកអីផ្សេងទៅយើងដាក់បាយដាក់អីទៅយើង
បើសិនជាយើងចង់កាត់បន្ថយឥឡូវគេមានគេទៅលក់ដូរលក់អីដល់ផ្ទះអញ្ចឹងទៅយើងអាចយកកញ្ច្រែងឬក៏យកអីយកកត្រកក៏បានដែរយកទៅដាក់បន្លែដាក់អីពេលយើងទិញគេយើងមិនចាំបាច់ឲ្យគេដាក់ថងមកទេគឺយើងកាត់បន្ថយចាប់ពីទូចរហូតដល់ធំទៅចាចាប់ពីទូចរហូតដល់គ្មានណាចាចាប់ពីទូចរហូតដល់គ្មានដល់ពីមុនយើងប្រើប្រាស់ផ្លាស្ទិកតិចតួចរហូតដល់អត់ប្រើប្រាស់ផ្លាស្ទិកចាប៉ុន្តែមានសកម្មភាពឬរូបភាពណាផ្សេងទៀតទេដែលបញ្ជាក់ថាគាត់ជាការចូលរួមចំណែកមួយនៅក្នុងការការពារឬក៏ថែរក្សាបរិស្ថានណាចាគឺគាត់អត់កាប់ព្រៃឈើមើលមនុស្សមួយចំនួនទេដែលកាប់ចាដោយសារជីវភាពគ្រួសារដែរឲ្យជំរុញឲ្យពួកគាត់ទៅកាប់បំផ្លាញព្រៃឈើដល់ពេលមួយចំនួនទៀតគាត់ចង់ការពារគាត់អត់ចង់បាត់បង់ព្រៃឈើឬក៏ធនធានធម្មជាតិទេព្រោះអាចប៉ះពាល់ទៅដល់ការរស់នៅរបស់ជនជាតិដើមភាគតិចដែរចាប៉ុន្តែអ្នកដែលកាប់បំផ្លាញព្រៃឈើហ្នឹងគាត់ជាអ្នកនៅតំបន់នឹងស្រាប់ឬក៏អ្នកពីខាងក្រៅមកដែរអ្នកនៅតំបន់នឹងស្រាប់បងគាត់និយាយថាប្រជាពលរដ្ឋដែលនៅក្នុងសហគមន៍នឹងដែរពេលជីវភាពដែលគាត់លំបាកអញ្ចឹងគាត់រកអីអត់បានក៏អត់ដឹងថាទៅរកអីអញ្ចឹងទៅគាត់គិតរឿងកាប់បំផ្លាញព្រៃឈើហើយយកទៅលក់ឲ្យឈ្មួញទៅចាប៉ុន្តែមានចំនួនតិចតួចដែរទេមិនច្រើនផុសផុលទេណាចាបើច្រើនផុសផុលក៏ពិបាកដែរទប់ស្កាត់ចាប៉ុន្តែតាមការសង្កេតរបស់កញ្ញាឃើញថាយុវជននៅទីនោះមានការចូលរួមចំណែកនៅក្នុងការការពារបរិស្ថាននឹងបែបណាដែរយកផ្ដោតទៅលើយុវជនណាចាសម្រាប់យុវជនរៀនដឹងបានច្រើនជាងអ្នកដែលនៅក្នុងសហគមន៍ព្រោះចេញមករស់នៅក្រៅច្រើនមករៀនមកអីចឹងទៅគាត់យល់ដឹងបានច្រើនជាងអ្នកដែលនៅក្នុងសហគមន៍ដល់ពេលដែលគាត់រៀនបានច្រើនហើយគាត់យល់ដឹងច្រើនគាត់អាចកាត់បន្ថយផ្លាស្ទិកចាប់ពីគាត់ទៅគាត់អាចប្រាប់ទៅដល់អ្នកផ្ទះរបស់គាត់ឬក៏ប៉ាម៉ាក់របស់គាត់គ្រួសាររបស់គាត់ឲ្យជួយថែរក្សាបរិស្ថានទប់ស្កាត់ផ្លាស្ទិកកុំឲ្យមានថង់ផ្លាស្ទិកពីវាពីការចឹងទៅកុំឲ្យដុតសម្រាមឬក៏បោះចោលទៅពីឲ្យពេញនឹងដែរចាបើមិនបោះចោលទៅពីយើងមានកន្លែងណាបោះចោលចាញ់យើងមានដូចពេលខ្លះយើងជីករណ្ដៅមានរណ្ដៅទៅយើងចាក់សម្រាមទៅតែយើងអត់អាចមកផ្ទះគឺមានមួយយើងអត់បោះចោលរួមគ្នាទេមកផ្ទះយើងមានក្រោយផ្ទះរបស់យើងទៅយើងជីករណ្ដៅឬក៏មានកន្លែងមួយយើងអាចចាក់សម្រាមបានអញ្ចឹងពេលខ្លះយើងអាចយកសម្រាមហ្នឹងយកទៅប្រើម្ដងទៀតដូចកដុងទឹកសុទ្ធអញ្ចឹងទៅនៅខាងនោះយើងប្រើយើងដងទឹកដាក់ទឹកយើងអត់ចោលទេយើងប្រើរហូតពេលយើងទិញយើងប្រើរហូតមកចាអញ្ចឹងគេហៅថាការប្រើឡើងវិញប្រើឡើងវិញជួយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកដែរចាបើសិនជាយើងប្រើហើយយើងបោះចោលហើយយើងទៅទិញប្រើមួយទៀតក៏ពិបាកដែរចាចំណាយទាំងលុយហើយនាំឲ្យបរិស្ថានជុំវិញខ្លួនរបស់យើងនឹងមិនល្អទីចាពេលខ្លះយើងអាចយកបើកជាកដុងទឹកសុទ្ធយើងកាត់ហើយយើងដាក់ដីយើងចង់ដាំអីផ្សេងទៀតក៏បានចំណេញដែរដាំផ្កាដាំផ្លែឈើអីផ្សេងទៅវាចំណេញយើងបោះចោលទៅក៏វាខាត់បង្កើតសភនភាពនៅផ្ទះយើងចាប៉ុន្តែចំពោះកញ្ញាផ្ទាល់តាមការសង្កេតឃើញរបស់កញ្ញាចាមកដល់ពេលនេះមានរូបភាពឬក៏ហេតុការណ៍ណាខ្លះដែលជាឧបសគ្គឬក៏ផលប៉ះពាល់នៅពេលដែលអាកាសធាតុផ្លាស់ប្ដូរឬក៏បញ្ហាបរិស្ថាននឹងមិនល្អប្រសើរចានៅពេលដែលប្រែប្រួលអាកាសធាតុធ្វើឲ្យប្រជាពលរដ្ឋរបស់យើងក៏ពិបាករស់នៅដែរពិបាករអំណោយផលនៅក្នុងសហគមន៍ឬក៏តាមព្រៃផ្សេងដាំឬក៏ដាំស្រូវដាំដលងដាំអីនៅនោះយើងធ្វើតែស្រែវិលជុំដែលជាការវិលជុំជាការវិលជុំពេលយើងធ្វើជាការវិលជុំទៅយើងត្រូវការប្រើទឹកភ្លៀងយើងក៏អាចជីកដងជីកអីបានតែព្រោះជាការមិនគ្រប់ជាការត្រូវមានដងទេចានៅពេលដែលវាប្រែប្រួលអាកាសធាតុអញ្ចឹងទៅធ្វើឲ្យយើងពិបាកក្នុងការដាំប៉ុន្តែបន្ទាប់ពីជាការវិលជុំនឹងមានរូបភាពបែបណាផ្សេងទៀតដែលប្រជាពលរដ្ឋរបស់យើងនៅទីនោះគាត់ពិបាកប្រឈមដែរទេអាចប៉ះពាល់ច្រើនព្រោះនៅពេលដែលយើងអត់មានអីដាំអញ្ចឹងយើងអត់មានអីប្រមូលផលដែរហើយការរស់នៅគាត់ក៏ពិបាកហើយគាត់ត្រូវចំណាយអីផ្សេងទៀតហើយបើអ្នកខ្លះទៀតកូនត្រូវសិក្សានៅពេលដែលគាត់រកចំណូលអត់បានអាចឲ្យកូនគាត់ឈប់រៀនបានអាចប៉ះពាល់ទៅដល់កូនគាត់ហើយការរស់នៅរបស់ពួកគាត់ក៏ពិបាកដែរអញ្ចឹងហើយបង្កឲ្យពួកគាត់
ទៅកាត់បំផ្លាញព្រៃឈើយកទៅលក់អញ្ចឹង ចា៎ វាមានច្រើនទៀត ចា៎ ដែរ ខ្ញុំចាំបានចំណុចមួយដែរតាំងពីដើមកម្មវិធីកញ្ញាលើកឡើងថានៅពេលដែលធនធានធម្មជាតិរបស់យើងល្អប្រសើរយើងក៏អាចរកកម្រៃបានតាមរយៈភ្ញៀវទេសចរដែរ ចា៎ ចា៎អញ្ចឹងនៅពេលដែលមានការប្រែប្រួលអាកាសធាតុឬក៏មានបញ្ហាបរិស្ថានតើវិស័យទេសចរនោះបែបណាដែរ វាពេលប្រែប្រួលអាកាសធាតុពេលអញ្ចឹងទៅទេសចរក៏អត់មានអ្នកទៅដែរវាអាចធ្វើឲ្យស្ងាត់នៅក្នុងសហគមន៍របស់យើងរកអីក៏អត់បានដែរ ចា៎ ដូចនៅពេលដែលអនុផលយើងមានផលច្រើនហើយគេភ្ញៀវទេសចរមកទស្សនាទៅគេស្គាល់កាន់តែច្រើននៅពេលដែលយើងអត់មានអីឲ្យគេមើលដូចអត់មានអីឲ្យគេទស្សនាបើព្រៃឈើយើងអស់លេងនៅសល់តែបន្តិចហ្នឹង ចា៎ ហើយមានអីឲ្យគេមើលមានអ្នកណាតាក់ទាញទេអត់មានភ្ញៀវទេសចរមកទេអត់ជាក់ទាញចា៎ ចា៎ជ្រុងមួយដែរលើកឡើងតទៅជាមួយនឹងជំការវិលជុំចា៎កញ្ញាលើកឡើងថាហាក់បីដូចជាពិបាកដោយសារតែយើងពុំមានដងទឹកពិបាកនៅក្នុងការបាត់បែនប៉ុន្តែជាការឆ្លុះបញ្ចាំងទស្សនវិជ្ជារួមកញ្ញាសង្កេតឃើញថាមានការបាត់បែនតាមរយៈការប្រែប្រួលអាកាសធាតុដែរទេ មានបងមានការប្រែប្រួលទៅតាមអាកាសធាតុដែរនៅពេលដែលពេលខ្លះទៅយើងគិតថាវាភ្លៀងមកមួយមេទៅយើងដាំទៅកុំឲ្យពេលយើងដាំរួចជួនកាលវាអត់ភ្លៀងទៀតទេ ចា៎ វារាំងរហូតពេលខ្លះស្រូវក៏វាអត់អាចដុះបានដែរ ចា៎ប៉ុន្តែ តែយើងព្យាយាមយើងយកក្របពូជហ្នឹងយកទៅព្រុសដូចធ្វើស្រែអញ្ចឹងណាដល់ពេលវាមានភ្លៀងយើងដកសម្រាប់ដែលយើងព្រុសហ្នឹងហើយយកទៅដាំ ចា៎ ចិត្តដាំចឹងយើងមានវិធីសាស្ត្រចឹងទេចា៎ មានដំដំណាំអីផ្សេងទៀតទេចា៎ មានចន្ទីហើយដលង ចន្ទីហើយនៅដំឡូង ចា៎ ចា៎ដំឡូងនឹងចន្ទីពិបាកក្នុងការដាំដែរទេ អត់សូវពិបាកទេហ្មងព្រោះ ចា៎ ចន្ទីនៅពេលដែលតើខែភ្លៀងដែលយើងដាំមក អូ ពេលយើងដាំទៅវាយើងមិនចាំបាច់ទៅស្រោចទឹកអីវាទេចន្ទីវាស្រួលជាងបើដំឡូងវាដូចស្រូវដែរជួនកាលពេលវាភ្លៀងជួនកាលអត់ចឹងទៅវាទៅតាមនឹងទៅហើយដំឡូងវាអាចធន់នឹងទឹកបានអត់ធន់មួយអាកាសធាតុច្រើនជាងស្រូវរបស់យើងដែរព្រោះជាការវិលជុំហ្នឹងស្រូវដូចពេលវាដុះមកខ្លីៗចឹងទៅពេលអត់មានភ្លៀងវាអត់ឡើងទេវាតែប៉ុណ្ណេះយើងក៏អាចប្រមូលផលបានដែរ ចា៎ ចា៎វាអត់ក៏ពិបាកដែរ ចា៎ ចា៎ប៉ុន្តែសហគមន៍មានជីកម្ដងមិនជីដងទឹកមានអីទេចា៎ នៅក្នុងសហគមន៍បើអ្នកខ្លះធ្វើចិត្តច្រប់ទៅវាយកអត់ចាំបាច់ត្រូវការទឹកភ្លៀងទេបើមានច្រប់មានអីនៅក្រោយផ្ទះទៅវាអត់ត្រូវការទេ ចា៎ អត់ ច្ ត្រូវ រ ការ ប់ច្របនឹងអីគេចា៎ ដូចនៅក្រោយផ្ទះទឹកច្រប់នៅការទឹកច្រប់ ចា៎ ទឹកច្រប់ហ្នឹងមានន័យថាដូចចកាយើងវាមានទឹកស្រាប់អញ្ចឹង វាដាក់ទឹកលើឆាប់ដាក់ទឹកជាងគេ យើងអត់ចាំបាច់ត្រូវការទឹកភ្លៀងទេយើងអាចយើងដាំពេលមេឃអត់តន់ភ្លៀង អូ យើង ចា៎ ពេលភ្លៀងហើយយើងអាចដាំបានទេព្រោះទឹក វាកាន់តែច្រើន ចាដល់ពេលទឹកច្រើនទៅយើងដាំអត់កើតទេ ចា៎អាចថាតំបន់ហ្នឹងគេរៀងទៀបទំនាបទេចា៎ ទៀបជាងគេ អូអញ្ចឹងក៏ល្អក៏ម្យ៉ាងក៏បានក៏អញ្ចឹងល្អម្យ៉ាងក៏ថាបានចាប៉ះពាល់ម្យ៉ាងទៀតក៏ថាបានដែរ ប៉ះពាល់ផងល្អផងចា ចាអញ្ចឹងហាក់បីដូចជាពិបាកនៅក្នុងការបាត់បែនបន្តិចដែរប៉ុន្តែសម្រាប់កញ្ញារស្មីយល់ថាយុវជនត្រូវតែចូលរួមអ្វីខ្លះដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ចាពីទៅយុវជនមានសារៈសំខាន់ច្រើនព្រោះនៅពេលដែលពួកគាត់រៀនច្រើនទៅគាត់អាចជួយដល់សហគមន៍បានជួយផ្សព្វផ្សាយឬក៏ជៀសវាងកុំឲ្យមានព័ត៌មានคล้ายៗទៅបំផលនៅក្នុងសហគមន៍យើងដែរព្រោះពេលខ្លះយើងមើលតាមទូរស័ព្ទយើងអត់ដឹងថាព័ត៌មានណាព័ត៌មានពិតឬក៏មិនពិតដែរពេលយុវជនគាត់រៀនច្រើនទៅគាត់ដឹងច្រើនគាត់អាចផ្ដល់ដំណឹងដល់គ្រួសាររបស់គាត់ឲ្យដឹងហើយកុំឲ្យឈូសឆាយតាមគេកុំឲ្យតាមគេវាទៅពីមាត់មួយទៅមាត់មួយយើងអត់ដឹងទេវាអត់ច្បាស់វាជាព័ត៌មានคล้ายៗគាត់ទេចា ប៉ុន្តែបើយើងមើលទៅមួយជ្រុងទៀតថាតើយុវជនគួរតែចូលរួមសកម្មភាពបែបណាដើម្បីជាផ្នែកមួយនៅក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែរចា៎ យុវជនអាចទប់ស្កាត់នៅក្នុងការប្រែប្រួលអាកាសធាតុគឺជួយការពារបរិស្ថានហើយការពារព្រៃឈើដែរ ចាការពារបែបវិញ ជាយាមដាំឈើឡើងវិញចាហើយថង់ប្លាស្ទិកយើងកុំប្រើយើងកុំចោលទៅពីហើយយើងអាចយកថង់ហ្នឹងយកមកកែច្នៃឬក៏ប្រើឡើងវិញក៏បានហើយទីមួយទៀតយើងកុំប្រើវាល្អជាង
ចា ចាមានសកម្មភាពឬក៏រូបភាពណាផ្សេងទៀតដែលកញ្ញាគិតថាយុវជនអាចចូលរួមបានហើយសូម្បីតែយុវជនកញ្ញាផ្ទាល់ក៏ធ្លាប់ធ្វើសកម្មភាពបែបនឹងដែរមានដែរទេ ចាពីទៅយុវជនគឺអនុវត្តខ្លួនឯងសិនឲ្យគេឃើញសិន ចា ហើយយើងមានចំណេះដឹងយើងអាចជួយផ្សព្វផ្សាយទៅអ្នកដែលគាត់អត់ទាន់ទទួលបានចំណេះដឹងអញ្ចឹងឲ្យគាត់ព្យាយាមហើយអនុវត្តទាំងអស់គ្នាដើម្បីឲ្យសហគមន៍យើងបានរីកចម្រើនទៅមុខហើយកុំឲ្យរស់នៅតាមនិយាយថាបោះចោលសម្រាប់ពីវាពីកាលដូចអត់ដែររៀនឬក៏អត់ទាន់បានទទួលដំណឹងចំណេះដឹងអីផ្សេងទៀតចឹងពេលយើងរៀនបានច្រើនហើយយើងអាចទៅជួយសហគមន៍យើងបានព្យាយាមបរៀនហៅប្រជាពលរដ្ឋយើងមកពិភាក្សាឬក៏ចែករំលែកចំណេះដឹងរបស់យើងដែរចាចែករំលែកឲ្យប្រកបដឹងទៅប្រកបជួយថែរក្សាដូចគ្នាចា ចាខ្ញុំចាប់អារម្មណ៍ឃ្លាមួយរបស់រស្មីដែរថាយុវជនគួរតែអនុវត្តខ្លួនឯងផ្ទាល់ចាអនុវត្តបែបណាដែរ អនុវត្តដើម្បីឲ្យគេឃើញគឺយើងអត់ប្រើផ្លាស្ទិកយើងអត់ប្រើផ្លាស្ទិកនៅពេលដែលពេលខ្លះយើងប្រើដែរពេលយើងប្រើហើយយើងអាចយកផ្លាស្ទិកហ្នឹងយកមកកែច្នៃបានយើងកុំដុតទៅពេលយើងដុតទៅអាចបង្កឲ្យមានផ្សែងពុល ចា ហើយផ្សែងពុលហ្នឹងហើយបង្កមកជាខ្យល់ពុះខ្យល់វាបក់ទៅបក់មកទេហើយយើងដកដង្ហើមចេញចូលក៏យើងសុខភាពយើងក៏វាប៉ះពាល់ដែរ ចាខ្ញុំរំលឹកបន្តិចដែរចាដោយសារតែសហគមន៍ជនជាតិដើមភាគតិចគាត់មានចំការវិលជុំចាប៉ុន្តែជាទូទៅគាត់ធ្លាប់ដុតចការឬក៏សកម្មភាពបែបណាមួយដែលបង្កើតជាផ្សែងដែរទេ ធ្លាប់ពួកអីយើងអត់អាចជៀសបានតែព្រោះយើងធ្វើចការពេលយើងមិនកាត់ដើមឈើកាត់សម្រាប់ធ្វើចការយើងមកបានមកគ្រួសារទៅយើងធ្វើចការដល់ពេលយើងប្រឡងហើយ នោះ ចាយើងអត់តន់ការយើងធ្វើហ្នឹងយើងអត់តន់មានព្រៃការពារទេយើងអត់អាចកាប់ព្រៃការពារយើងផ្សេង ចា គេអត់ឲ្យប៉ះពាល់ទេយើងមានព្រៃយើងការពារដល់ពេលយើងកាប់ហើយយើងមិនដុតព្រោះអាចពេលបើយើងអត់ដុតក៏យើងអត់អាចធ្វើចការបានដែរចាកន្លែងហ្នឹងក៏យើងអត់ដឹងថាត្រូវរកដំណោះស្រាយបែបម៉េចដើម្បីឲ្យកុំឲ្យមានផ្សែងដែរ ពិបាករកដំណោះស្រាយត្រង់ចំណុចនេះដែរ ចាវាពិបាកដែរព្រោះពីដើមមកគឺតមកអញ្ចឹងហើយ បែបហ្នឹងទៅចាតែសង្ឃឹមថាថ្ងៃក្រោយចារស្មីអាចរកវិធីដោះស្រាយបានចាក៏បន្តបែបនេះទៀតនោះ កុំឲ្យបន្តបែបនេះទៀតព្រោះវាអាចបន្តទៅផ្សែងពេលយើងដុតទៅវាមានផ្សែងអញ្ចឹងបង្កឲ្យអាកាសធាតុយើងក៏ប្រែប្រួលទៅតាមនឹងដែរ ចាប៉ុន្តែត្រង់ចំណុចផ្សាយនេះខ្ញុំចង់នឹងបន្ថែមបន្តិចចាតើសហគមន៍គាត់ចាត់ទុកជារឿងធម្មតាឬក៏គាត់យល់ថាវាគឺជាផលប៉ះពាល់ដែរ សម្រាប់យុវជនសហគមន៍នៅទីនោះគាត់គិតថាធម្មតាទៅហើយពីដើមមកយើងដុតចការដុតអីចឹងទៅវាមានផ្សែងចឹងហើយយើងអាចខាត់ផ្សែងហ្នឹងកុំឲ្យវាហុយបានទេចាត្រង់ចំណុចថាយុវជនចូលរួមបែបណាដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុកញ្ញាមានអ្វីចង់បន្ថែមទៀតទេ ចាបើសម្រាប់ខ្ញុំចង់បន្ថែមទៅនៅពេលដែលយើងរៀនបានច្រើនយើងកុំភ្លេចសហគមន៍របស់យើងដែរហើយនៅពេលដែលយើងមានចំណេះដឹងគឺឪពុកម្ដាយរបស់យើងនឹងឲ្យជំរុញឲ្យយើងបានមករៀនហើយមកទទួលក្រេបយកចំណេះដឹងហើយយកទៅអនុវត្តនៅក្នុងភូមិឃុំរបស់យើងដើម្បីឲ្យរីកចម្រើនជាងមុនចាគេថាបើរៀនចេះកុំភ្លេចផ្ទះចាអរគុណច្រើនជាចុងក្រោយតើកញ្ញាមានជាសារអ្វីទៅកាន់យុវជនពិសេសគឺបងប្អូនសហគមន៍ជនជាតិដើមភាគតិចដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុចាពីខ្ញុំទៅខ្ញុំចង់ខ្ញុំមានខ្លីទេអត់ច្រើនទេចាចង់សនពរទៅដល់យុវជនទៅពេលមិនថាសហគមន៍ណាក៏ដោយទេជនជាតិដើមភាគតិចណាក៏ដោយព្រោះនៅក្នុងសហគមន៍របស់យើងគឺនៅដាច់ស្រយាលពីគេអញ្ចឹងទៅនៅពេលដែលយើងចេញឆ្ងាយពីផ្ទះយើងរៀនបានច្រើនខ្ពង់ខ្ពស់ដែរយើងក៏ភ្លេចសហគមន៍របស់យើងនៅពេលដែលយើងយកជំនាញដែលយើងរៀននៅពេលដែលយើងដឹងពីការប្រែប្រួលអាកាសធាតុហ្នឹងយើងអាចទៅប្រាប់ដល់អ្នកផ្ទះរបស់យើងដែរបរិញ្ញាឧបករណ៍ចែករំលែកចំណេះដឹងដល់សហគមន៍របស់យើងផងដែរដើម្បីឲ្យពួកគាត់ទទួលបានចំណេះដឹងហើយនៅប្រើប្រាស់ហើយកុំប្រើប្រាស់ផ្លាស្ទិកហើយព្យាយាមកាត់បន្ថយពីទូចទៅរហូតចា
ចាអរគុណច្រើនសម្រាប់កញ្ញារស្មីនៅក្នុងការចូលរួមចែករំលែកជាចំណេះដឹងបន្ថែមទៀតតទៅជាមួយនឹងប្រធានបទយុវជននិងការប្រែប្រួលអាកាសធាតុចាជាផ្នែកមួយដ៏សំខាន់ប្រិយមិត្តអ្នកស្ដាប់ចានៅពេលដែលយើងលើកការលើកឡើងរបស់កញ្ញារស្មីទាំងសកម្មភាពដែលយុវជនអាចធ្វើបាននិងចូលរួមទប់ស្កាត់គ្រប់ទម្រង់រូបភាពដើម្បីឲ្យបរិស្ថានយើងស្អាតការប្រែប្រួលអាកាសធាតុមិនទៅណាឆ្ងាយណោះចាដូចជាចំណេះដឹងមួយសំខាន់ដែរចាដោយសារតែយើងពេលខ្លះយើងនៅភ្នំពេញឬក៏តាមបណ្ដាខេត្តផ្សេងប៉ុន្តែយើងពុំទាន់បានដឹងរឿងរ៉ាវមួយចំនួនរបស់សហគមន៍ជនជាតិដើមភាគតិចទេថាគាត់ធ្វើអីខ្លះដូចជាចំការវិលជុំជាដើមចាអរគុណមែនទែនកញ្ញារស្មីចាដែលបានចូលរួមចែករំលែកនៅក្នុងថ្ងៃនេះចាប្រិយមិត្តទស្សនិកជនជាទីគោរពកម្មវិធី podcast កសិកម្មក្នុងយុគសម័យអាកាសធាតុផ្លាស់ប្ដូរដែលផ្ដោតទៅលើប្រធានបទយុវជនជនជាតិដើមភាគតិចនិងការប្រែប្រួលអាកាសធាតុបានមកដល់នីតិបញ្ចប់នេះខ្ញុំសូមគោរពអរគុណចំពោះនាងកញ្ញាលោកស្រីដែលបានស្ដាប់និងទស្សនាកម្មវិធីរបស់យើងតាំងពីដើមដល់ចប់សូមប្រិយមិត្តរងចាំកម្មវិធី podcast លើកទី2នៅក្នុងពេលឆាប់ខាងមុខនេះជាចុងក្រោយនេះខ្ញុំក៏សូមគោរពជូនពរទៅកាន់ប្រិយមិត្តអ្នកស្ដាប់រួមទាំងវាគ្មិនគ្រូជាតិរបស់យើង podcast របស់យើងនៅថ្ងៃនេះឈានមកដល់ទីបញ្ចប់នេះខ្ញុំសូមអរគុណចំពោះវត្តមាននៃការស្ដាប់ឬក៏ទស្សនារបស់ប្រិយមិត្តតាំងពីដើមរហូតដល់ចប់ចំពោះ podcast មួយនេះ podcast នេះរៀបចំឡើងក្រោមគម្រោងមេគង្គរីចម្រើនផ្លូវដល់វិទ្យុស្ត្រីនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាដឹកនាំអនុវត្តគម្រោងដោយអង្គការ CARE កម្ពុជាគាំទ្រថវិកាដោយរាជរដ្ឋាភិបាលប្រទេសអូស្ត្រាលីតាមរយៈកិច្ចសហការក្នុងភាពជាដៃគូមេគង្គអូស្ត្រាលីខណៈនេះនាងខ្ញុំស្រីមុំរួមទាំងវាគ្មិនសូមអរគុណសូមជម្រាបលា